គឺដែលកំពុងតែចាប់អារម្មណ៍ម្សិលមិញបាទគឺថ្នាលគុណខ្មែររបស់យើងបាទចេញទៅប្រកួតនៅប្រទេសជប៉ុនបាទហើយមានរឿងមួយដែលគួរឲ្យចាប់អារម្មណ៍ជាងគេគឺគីងកុងបាទវាយដៃគូក្អួតទៅដោះគោបាទធ្លាក់ធ្លីទៅដោះគោបាទមិនធម្មតាបាទលោកសឿវណ្ណៈដែលជាប្រធានស្ថាប័ន Superfy បានដឹកនាំកីឡាប្រដាល់ថ្នាលគុណខ្មែរ5រូបទៅប្រកួតនៅទីនោះដោយទទួលជោគជ័យផ្លែផ្កាយ៉ាងត្រចះត្រចង់បាទបូរិនក៏ទទួលជ័យជំនះបាទលីហួរក៏ទទួលជ័យជំនះគីងកុងក៏ទទួលជ័យជំនះបាទហើយនឹងកីឡាករបងប្អូនយើងក្មេងៗក្មួយៗបាទបានទទួលនៅជោគជ័យជាបន្តបន្ទាប់បាទហើយគីងកុងដែលធ្លាប់មានប្រវត្តិវាយមិនដែលចាញ់បាទនៅក្នុងស្រុកចេញទៅប្រទេសក្រៅប្រទេសថៃក៏បានទទួលជ័យជំនះវាយឡើងកូនថៃយំបាទឥឡូវទៅដល់ស្រុកជប៉ុនវាយកូនជប៉ុនឡើងធ្លាយទៅដោះគោមកបាទទឹកទី1ចេញនេះចេញធៀមតាមច្រមុះបាទទឹកទី2ចេញទៅដោះគោតាមមាត់បាទតែដល់គីងកុងបុកពេកបាទគីងកុងបុកឆ្វេងស្ដាំខ្ញុំមើលដែរបាទគូគីងកុងបាទគេហៅអត់ទៅដល់អត់មានចាញ់ទឹកចាញ់ដីទេបាទគឺល្អតែម្ដងបាទខ្ញុំឃើញអ្នកអង្គការសំអាងវឌ្ឍនៈក៏បានផ្ដល់ជាការលើកទឹកចិត្តអ្នកខ្លះបាន2លានអ្នកខ្លះបាន1លាននៅក្នុងដំណើរបេសកកម្មទៅកាន់ប្រទេសជប៉ុនបាទហើយបើតាមដឹងគឺអ្នកអង្គការសម្អាងវឌ្ឍនៈមានបេសកកម្មមួយទៀតដែលគាត់សហការជាមួយនឹងសហព័ន្ធកីឡាប្រដាល់គុណខ្មែរមកក្រុមទៀតទៅដល់អាមេរិកនេះដល់ហើយទៅដល់ថ្មីរៀបចំបន្ទប់នេះបាទមានឡៅចន្ទ្រាមានឡៅចិត្រាមានលូនបញ្ញាមានអេយ៉ានុតហើយនឹងពេជ្រសម្បត្តិបាទ5នាក់ទៅវាយដណ្ដើមខ្សែក្រវ៉ាត់ទាំង5បាទខ្សែក្រវ៉ាត់ពីខ្មែរយើងយកទៅ2គ្រឿងខ្សែក្រវ៉ាត់ពីអាមេរិកតាំងទុក3គ្រឿង5គូវាយដណ្ដើមខ្សែក្រវ៉ាត់ទាំង5អូហូយបាទចឹងនេះជាបេសកកម្មទី2បាទរបស់អ្នកបដាល់គុណខ្មែរទៅកាន់ទឹកដីសហរដ្ឋអាមេរិកលើកមុនជោគជ័យយ៉ាងត្រចះត្រចង់នៅឯ Long Beach បាទរដ្ឋ California សហរដ្ឋអាមេរិកបាទលើកនេះគឺទៅ Tacoma Washington State បាទនៅសហរដ្ឋអាមេរិកម្ដងទៀតបាទមិនធម្មតាទេបាទគឺទៅទឹកដីគេហៅថា Washington DC បាទបងប្អូនតែងតែលើបាទគឺទឹកដីបាទដ៏ធំបាទនៅសហរដ្ឋអាមេរិកតែម្ដងបាទហើយនឹងមើលយើងមានបដាល់ផ្សេងទៀតពីម្សិលមិញខ្ញុំឃើញលីសុខាលីសុខានៅប៉ុស្តិ៍បាយ័នវាយផ្ដាច់ព្រាត់ដណ្ដើមខ្សែក្រវ៉ាត់ខារ៉ាបាវចាញ់ថៃបាទចាញ់លីសុខាគាត់ដេញគាត់វាយឆ្ងាយស្អាតប៉ុន្តែថៃគាត់ឆ្លាតបាទវាយឆ្ងាយចាញ់ព្រៀបអញ្ចឹងគាត់បដ ឲ្យទាត់មកជើងម៉ងគាត់ចូលគៀអោបវាយជង្គង់បោកភីងអោបវាយជង្គង់បោកភីងអញ្ចឹងធ្វើឲ្យគាត់មានព្រៀបត្រង់ចំណុចហ្នឹងដែលឲ្យខ្សែក្រវ៉ាត់រដូវកាលទី13បាទនៃខារ៉ាបាវនៅប៉ុស្តិ៍បាយ័នហ្នឹងក៏បានទៅលើអ្នកបដាល់ថៃតែម្ដងបាទអញ្ចឹងគឺខ្សែក្រវ៉ាត់បាននៅបាយ័ននេះបាទគឺខារ៉ាបាវឆ្នាំមុនរដូវកាលមុនខ្មែរបាទរដូវកាលនេះថៃរដូវកាលមុនទៀតថៃចឹងបាទគេថាទៅមកបាទដោះដូរហ្នឹងហើយមានមួយរឿងទៀតកាលពី 3-4 ថ្ងៃមុនពាក់ព័ន្ធនឹងរិទ្ធីសូសែនវាយជាមួយសឿភុំថងបាងបាទពេលនោះគឺរិទ្ធីសូសែនបានទទួលជ័យជំនះមានមតិមហាជនជាច្រើនមានខ្លះក៏គាំទ្រប៉ុន្តែខ្ញុំឃើញភាគច្រើនគឺមិនគាំទ្រចំពោះអ្វីដែលបានកើតឡើងដោយសារតែសឿភុំថងបាងនោះគាត់វាយឲ្យសូសែនរាប់2ដងនៅក្នុងទឹកទី2បាទប៉ុន្តែសូសែនបានដេញមកវិញបាទទឹក3ទឹក4ទឹក5ដេញមកវិញអញ្ចឹងយល់លើលក្ខន្តិកៈនៃការផ្ដល់បន្ទុកដែលបានអាយុដំខៅឆាយប្រធានសហព័ន្ធកីឡាផ្ដាល់គុណខ្មែរគាត់សេ detail មកគឺលើសមកពងបាទរិទ្ធីសូសែនលើសមកពងអញ្ចឹងហើយទៅជាមានបញ្ហាជជែកនេះច្រើនអញ្ចឹងថ្ងៃច័ន្ទទី26ខែឧសភាឆ្នាំ2025នេះម៉ោង3រសៀលនៅកីឡាដ្ឋានកងយុទ្ធពលខេមរៈភូមិន្ទសាលប្រជុំមានការកោះអញ្ជើញអេដមីនទាំងអស់អ្នកកសែតទាំងអស់ដែលមានបំណងចង់ចូលរួមបាទគឺសហព័ន្ធនឹងបើកជាបទបង្ហាញមួយបាទស្ដីអំពីរបៀបដាក់បន្ទុកបាទរបស់ចៅក្រមនិងអ្វីផ្សេងៗទៀតដែលជាលក្ខខណ្ឌសហព័ន្ធចង់លើកបង្ហាញឲ្យបណ្ដាអ្នកផ្សព្វផ្សាយនឹងបានយល់កាន់តែស៊ីជម្រៅហើយដល់ពេលចេញបទវិភាគមកដូចគ្នាបាទអញ្ចឹងយើងចាំមើលថាតើបងប្អូនយើងបានចូលរួមបានប៉ុណ្ណាហើយតទៅទៀតសកម្មភាពផ្សេងៗនៅក្នុងការកាត់សេចក្តីការតាមដានមានការដើរដំណើររួមគ្នា
ដោយកម្រិតបាទអញ្ចឹងសង្ឃឹមថាបាទខាង admin គ្នាយើងបាទគឺអាចនឹងទៅចូលរួមដើម្បីយើងស្វែងយល់ទាំងអស់គ្នាបាទគឺមានន័យថាមិនមែនថាយើងប្រកាន់ខុសប្រកាន់ត្រូវរឿងនេះខ្លួនទេយើងព្រោះឥឡូវនេះយើងឈរចំហមួយគឺយើងចង់ឲ្យគុណខ្មែរយើងដើរទៅមុខទាំងអស់គ្នាគ្រាន់តែចំហរបស់ admin ចំហរបស់ថ្នាក់ដឹកនាំឬក៏ចំហរបស់អ្នកធ្វើការពាក់ព័ន្ធខ្លះគឺអត់ទាន់សិននៅលើផ្លូវជាមួយគ្នាអញ្ចឹងបាទយើងទៅថ្ងៃច័ន្ទទី26យើងទៅរកវិធីនៅក្នុងការដើរទៅផ្លូវជាមួយគ្នាដើម្បីកុំឲ្យមានបញ្ហាគឺជាពិសេសគឺដើម្បីគុណខ្មែររបស់យើងតែម្ដងបាទហើយទៅណាក៏ដោយណាកុំភ្លេចយកឲ្យតិចតាមខ្លួនបាទហើយតិចតាមខ្លួនគឺផ្ដល់នៅធាតុត្រជាក់ជូនដល់បងប្អូនផ្ដល់នៅសំណើមជូនដល់បងប្អូនដោយទឹកពិសាហើយតិចហ្នឹងគឺបានច្រោះសម្អាតនិងសម្លាប់មេរោគដោយប្រព័ន្ធ ROUV ហើយនិង Ozone បាទតាមបច្ចេកវិទ្យាចុងក្រោយរបស់អាមេរិកនិងអាល្លឺម៉ង់ក្រុមហ៊ុនគឺអនុវត្តប្រព័ន្ធគ្រប់គ្រងស្តង់ដារគុណភាពអន្តរជាតិ ISO 9001 2015 និង ISO 22000 2018 នេះបញ្ជាក់ទាំងអស់បាទនៅអ្វីដែល High Tech បានផ្ដល់ជូនទៅដល់អតិថិជនទៅដល់មហាជនគ្រប់ស្ទាប់បណ្ណៈទាំងអស់បាទមានគ្រប់ខ្នាតទៀតបាទមានតាំងពីខ្នាតតូចខ្នាតមធ្យមខ្នាតកណ្ដាលខ្នាតធំដើម្បីឲ្យពុកម៉ែបងប្អូនបាទជឿជាក់លើទឹកពិសា High Tech សូមបញ្ជាក់ផងដែរថាទឹកពិសា High Tech បានរួមចំណែកយ៉ាងធំធេងមែនទែនជាមួយក្រុមបាល់ទាត់ពិធីករកីឡាកម្ពុជាក្រុមបាល់ទាត់ពិធីករកីឡាកម្ពុជាបាទដែលមានការចូលរួមពីបណ្ដាពិធីករកីឡាពិធីការិនីកីឡាគ្រប់ស្ថានីយ៍នៅក្នុងព្រះរាជាណាចក្រកម្ពុជានិងតាមបណ្ដាពិធីករកីឡានៅតាមអនឡាញមួយចំនួនត្បិតតែមិនបានទាំងអស់បាទក៏ប៉ុន្តែការចូលរួមបង្កើតក្រុមបាល់ទាត់នេះបាទក្រោមការចង្អុលបង្ហាញបាទនឹងគ្រប់គ្រងពីសម្ដេចអគ្គមហាសេនាបតីតេជោហ៊ុនសែននិងការចូលរួមជាកិត្តិយសបាទពីឯកឧត្តមឧបនាយករដ្ឋមន្ត្រីហ៊ុនម៉ាណីរដ្ឋមន្ត្រីក្រសួងមុខងារសាធារណៈនិងជាប្រធានសហភាពសហព័ន្ធយុវជនកម្ពុជាអញ្ចឹងពេលសកម្មកម្មរបស់ពួកយើងជាមួយ High Tech នេះបាទពេលសកម្មមនុស្សធម៌បងប្អូនបាទកាលពីថ្ងៃទី18ខែកុម្ភៈកន្លងទៅកំណត់ត្រាមួយបានកើតឡើងបាទគឺការចូលរួមបរិច្ចាគជាងពីមហាជនសិស្សនិស្សិតព្រះសង្ឃមន្ត្រីរាជការអង្គការសង្គមស៊ីវិលសហភាពសហព័ន្ធយុវជនកម្ពុជា2157សាក់បាទនេះជាកំណត់ត្រាធំណាស់ប៉ុន្តែមិនមែនបានន័យថាយើងធ្វើដើម្បីកំណត់ត្រាទេធ្វើដើម្បីផ្សព្វផ្សាយជូនដល់មហាជនទាំងអស់ឲ្យបានដឹងអំពីអត្ថប្រយោជន៍នៃការផ្ដល់ឈាមបាទដល់ឈាមគឺជួយសង្គ្រោះជីវិតមនុស្សបាទហើយបេសកកម្មបន្តបាទគឺនៅខែក្រោយគឺនៅទឹកដីបាទដែនដីសវណ្ណភូមិតែម្ដងបាទគឺយើងនឹងមានការប្រកួតបាល់ទាត់ក៏ដូចជាការបរិច្ចាគឈាមជាបន្តទៀតបាទនៅក្នុងបាទខេត្តសៀមរាបបាទសង្ឃឹមថាបងប្អូនបានចូលរួមមួយច្រើនក៏ហើយយើងនឹងធ្វើការផ្សព្វផ្សាយជាបន្តជាមួយនឹង High Tech ដែលជាដៃគូតែសហការនៅក្នុងកម្មវិធីមនុស្សធម៌ក៏ដូចជាដៃគូសហការរបស់ MSR Sport នៅក្នុងកម្មវិធី High Tech ធម្មពលកីឡាសៀមរាបផ្ទះខ្ញុំសៀមរាបអាចធ្វើបានមជ្ឈមណ្ឌលវប្បធម៌មជ្ឈមណ្ឌលទេសចរខ្ញុំជឿថាពុកម៉ែបងប្អូននៅសៀមរាបរួមទាំងបណ្ដាអ្នកទេសចរអន្តរជាតិនឹងចូលរួមនៅក្នុងថ្ងៃទី20ទី21ឬក៏អាចច្រើនជាងនេះនៅក្នុងខែមិថុនាឆ្នាំ2025នៅសៀមរាបបងប្អូននេះគឺជាដំណឹងមួយសម្រាប់ឲ្យបងប្អូនបានត្រៀមខ្លួនទៅហើយចូលរួមទាំងការបរិច្ចាគឈាមបាទដោយស្ម័គ្រចិត្តបាទចូលរួមទាំងការទស្សនាការប្រកួតកីឡាបាល់ទាត់ផងដែរបាទនេះជាបេសកកម្មរបស់ក្រុមបាល់ទាត់ពិធីករកីឡាកម្ពុជាដែលមានអ្នកឧបត្ថម្ភធំបាទគឺទឹកពិសា High Tech បាទសូមអរគុណចំពោះការតាមដានទស្សនារបស់លោកអ្នកបាទពីកម្មវិធី High Tech ធម្មពលកីឡាខ្ញុំបាទស៊ីថូនថាននិងលោកនីរធីនឹងវិលមកជួបនៅ show ក្រោយទៀតបាទសូមជម្រាបលា